ទី2អំបូរខ្មែរមនកាលពីដើមអំបូរខ្មែរមននេះគេយល់ថាគ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះយ៉ាងណាមិញភាសាវិទូមួយក្រុមដែលមានជាអតិដែលលោក James Allegan បានរកឃើញនៅអតិភិបនៃអំបូរភាសានេះមុនគេនៅឆ្នាំ1856ប៉ុន្តែកាលនោះគេនិយមហៅអំបូរនេះថាមនអាណាមឬក៏មនខ្មែរស្មើនឹងអាណាមក្រោយមកទៀតដោយសិក្សាទៅឃើញថាភាសាអាណាមមានលក្ខខណ្ឌខុសប្លែកពីអំបូរភាសាមនស្មើនឹងខ្មែរទើបភាសាវិទូខ្លះបានដកភាសានេះចេញហើយយកទៅបញ្ចូលក្នុងក្រុមនៃភាសាថៃវិញនេះគឺជាទស្សនៈរបស់លោក Henry Macapero ដែលលោកបានលើកដង្កយ៉ាងច្បាស់លាស់នៅក្នុងអត្ថបទសិក្សាមួយដែលមានចំណងជើងថា Études sur la phonétique historique de la langue anatomique les intitulés ចំពោះភាសាវិទូជាតិអាល្លឺម៉ង់ពី PW Scott Smith អំបូរមនខ្មែរមិនគ្រាន់តែជាអំបូរភាសាទេតែជាអំបូរជាតិសាសន៍ផងដែរនៅក្នុងសៀវភៅ Les Purple Monk ខ្មែរបោះពុម្ពផ្សាយនៅឆ្នាំ1908នៅហាណូយលោកបានបង្ហាញនៅលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមានដូចតទៅមាឌទុយល្មមអាចឡើងដល់មធ្យមស្បែកសម្បុរសណ្ដែកបាយភ្នែកមានសន្តានត្រង់ហើយផ្ដេកបើកធំច្របោះទូលាយនិងក្បាលពយគូក៏សម្គាល់ថាចំពោះមាឌក្តីលលាក្បាលក្តីលោក PW James Smith ពុំបានបង្ហាញលេខនៅក្នុងការវាស់វែងឲ្យបានច្បាស់លាស់ទេហើយមានចំណុចខ្លះដូចជាលលាក្បាលជាដើមលោកបានបង្ហាញនៅលទ្ធផលដែលមានទំនាស់និងលទ្ធផលផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀតនៅក្នុងសៀវភៅដែលមានចំណងជើងថា Les Population de Cambodia លោកបណ្ឌិត J. Oliver បានចុះផ្សាយនៅតារាងនៃលទ្ធផលនៃការវាស់វែងរបស់លោកហើយដែលយើងអាចដកស្រង់បានដូចតទៅខ្មែរមានកម្ពស់មធ្យម 1.61 m និងមានសន្ទុះលលាក្បាល 84.5 មានមនមានកម្ពស់មធ្យម 1.62 m និងមានសន្ទុះលលាក្បាល 85.6 បើយោងទៅតាមលទ្ធផលខាងលើនេះយើងឃើញថាខ្មែរនិងមនមានកម្ពស់មធ្យមដូចគ្នាគឺខុសគ្នាតែ 1% ប៉ុណ្ណោះឯក្បាលឬមូលដូចគ្នាទៀតខុសគ្នាតែ 1.1 មិនមែនពយដោយលោក PW Grassmith នោះយល់ទេប៉ុន្តែទោះជាយ៉ាងនេះក៏ដោយក៏យើងអាចយល់ថាត្រង់នឹងគ្រាន់តែជាការផ្អត់ច្រឡំទេព្រោះលោកបានសរសេរសន្និដ្ឋានថាលក្ខណៈទាំងនេះអនុញ្ញាតឲ្យលោកអះអាងថាពួកមនុស្សនោះគឺស្ថិតដាច់ពូជចេញពីអំបូរម៉ុងហ្គោលផងនិងអំពីអំបូរអារ្យផងលោក Mariette Gret អតីតនៃអភិរក្សអង្គរបានសរសេរក្នុងសៀវភៅ Les Monuments de Grouped អង្គរថា Les Khmer se Development is effect dans le point de développer moléculaire de linguistique ជនជាតិខ្មែរជាប់ពូជអំបូរខាងក្រោមជាតិសាសន៍និងទាំងខាងភាសានិងទៅនឹងជនជាតិមននេះប្រទេសភូមិខាងក្រោមក្បាលទី2បាននិយាយថាខ្មែរជាជនជាតិឬគល់ខាងជាតិសាសន៍និងភាសាជាមួយនឹងជនជាតិមនសរុបសេចក្តីមកគេឃើញថាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក PW Smith លោក J. Oliver និងលោក Mariette Gret និងលោក Philip Develler ដូចក៏បានរៀបរាប់រួចមកហើយដែលជាភស្តុតាងសម្រាប់បញ្ជាក់និងគ្រប់គ្រងនៅទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរខ្មែរមនគឺជាអំបូរពិសេសមួយបើតាមឯកសារថ្មីដែលបានបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិកនាឆ្នាំ1964អំបូរខ្មែរស្មើនឹងមនមានគ្នាទាំងអស់76ក្រុមរស់ចាប់តាំងពីប្រទេសឥណ្ឌាខាងកើតរហូតដល់សមុទ្រចិនកាត់តាមប្រទេសភូមាប្រទេសថៃប្រទេសលាវប្រទេសវៀតណាមនិងប្រទេសខ្មែរក្នុងចំណោមជនជាតិខ្មែរមនទាំងឡាយមានតែខ្មែរនិងមនទេដែលបានកសាងអរិយធម៌ខ្ពង់ខ្ពស់ជាងគេពីព្រោះម្យ៉ាងដោយហេតុថាជនជាតិទាំងនេះបានទៅរស់នៅដល់ត្រង់វាលទំនាបនៃទន្លេធំៗដែលមានជីជាតិល្អហើយម្យ៉ាងទៀតដោយមានការប្រស័យតាក់ទងនិងបរទេសទៀតផងចំណែកឯជនជាតិខ្មែរមនឯទៀតដែលរស់នៅតាមតំបន់ព្រៃភ្នំស្ទើរតែគ្មានទំនាក់ទំនងជាមួយគ្នាផងនោះក៏ឃើញថាគ្មានការចម្រើនលូតលាស់នៅទ្រង់ខ្សោយនៅគ្រប់វិស័យទាំងអស់ដែលហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះគឺមននិងខ្មែរមកធ្វើជាឈ្មោះសម្រាប់សម្គាល់អំបូរទាំងមូលគឺអំបូរខ្មែរមនប៉ុន្តែខ្មែរយើងបានផ្លាស់ឈ្មោះពី
មនស្មាននឹងខ្មែរមកជាខ្មែរមនទៅវិញព្រោះយើងយល់ឃើញថាខ្មែរជាធាតុសំខាន់ជាងគេពីព្រោះជនជាតិមួយដែលមានគ្នាច្រើនជាងគេហើយមានឋានៈជារដ្ឋប្រកបដោយឯករាជ្យនិងអរិយធម៌ដ៏ខ្ពង់ខ្ពស់ទៀតផងគួរបញ្ជាក់ផងដែរថាការកែប្រែមកនេះហើយដែលបានទទួលការយល់ព្រមពីអង្គការ UNESCO ក្នុងសម័យប្រជុំកាលពីខែតុលាវិច្ឆិកាក្នុងអំឡុងឆ្នាំ1970ហើយតទៅនេះយើងសូមលើកយកធាតុសំខាន់ជាងគេពីរនៃអំបូរខ្មែរមិនមកសិក្សាដើម្បីឲ្យបានដឹងថាតើខ្មែរនិងមននេះគឺជាអ្វីកខ្មែរក្នុងការសិក្សាស្រាវជ្រាវពីខ្មែរទោះក្នុងផ្នែកជាតិសាសន៍ក្តីនៅក្នុងផ្នែកប្រវត្តិសាស្ត្រក្តីក្នុងផ្នែកវប្បធម៌អរិយធម៌ក្តីគេតែងតែឃើញមានបញ្ហាចោទឡើងចំពោះពាក្យថាខ្មែរមើលកម្ពុជានេះឯងចំពោះពាក្យទាំង3ខាងលើនេះអ្នកសិក្សាស្រាវជ្រាវបានផ្ដល់យោបល់ច្រើនយ៉ាងណាស់រហូតដល់ពេលនេះយើងនៅមិនទាន់ហ៊ានសន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់ណានោះទេដើម្បីជាការត្រេះរិះសម្រាប់អ្នកសិក្សាយើងសូមលើកយកនៅទស្សនៈទាំងនេះមកលាតសព្ទាងមួយម្ដងដូចតទៅនេះទស្សនៈរបស់លោក J. Code អ្នកប្រាជ្ញរូបនេះបានយល់ឃើញថាខ្មែរប្រហែលជាកើតមកពីការផ្សំរវាងឈ្មោះកម្ពុជានិងខេមេរ៉ាដោយសំអាងទៅលើរឿងព្រេងនិងសិលាចារឹកបាសីចាំក្រុងនាសតវត្សទី10ដែលបាននិទានថាស្ដេចខ្មែរយើងមានដើមកំណើតមកពីអេសីកម្ពុជាស្វយពុជ្ជៈនិងនាងទេពអប្សរមេរ៉ាដែលព្រះឥសូរបានប្រទានឲ្យជាមហេសីទស្សនៈបែបនេះលោក J. Code បានលាតត្រដាងក្នុងសណ្ដីលោកដែលឈ្មោះថា History Ancient the Easter in the Justice and Extreme Orient បោះផ្សាយនៅក្នុងទីក្រុងហាណូយនេះឆ្នាំ1544ហើយត្រូវបានព្រះភិក្ខុវិរិយៈបណ្ឌិតប៉ាងខាត់យល់ស្របតាមទាំងស្រុងនៅក្នុងទស្សនាវដ្តីពុទ្ធធិកសិក្សាឆ្នាំទី1លេខ5នៃឆ្នាំ1557ព្រះអង្គបានសរសេរជាអធិដ្ឋានថាការសម្ព័ន្ធសេរីកម្ពុជានិងនាងមេរ៉ានេះគឺជាបុព្វហេតុដែលនាំឲ្យកើតជាសូរ្យវង្សឬក៏អតិថិវង្សឡើងនៅខាងចេឡាបើយើងអានប្រមូលពាក្យកម្ពុជាមេរ៉ាបន្តិចម្ដងក៏នឹងបានទៅជាពាក្យខ្មែរដូចខាងក្រោមកម្ពុជាបូកជាមួយនឹងមេរ៉ាយើងបានកម្ពុជាមេរ៉ាទៅជាកម្ពុជាបូកនឹងមេរ៉ាទៅជាកម្មបូកនឹងមេរ៉ាកម្មេទៅជាក្មេហើយស្មើនឹងខ្មែរតែម្ដងដំណើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរណាអ្នកបាលីបានធ្វើជាពាក្យថាខ្មែរទៅជាបាលីថាប្រែខេមរៈប្រែថាដែលអ្នកដែលមានសេចក្តីសុខផ្សេងផ្សានពាក្យកម្ពុជាកើតចេញមកពីពាក្យសេរីកម្ពុជាបូកស្វយៈពុទ្ធវគ្គនេះដែរនៅកាលដែលសេរីកម្ពុជាបាននាងអមរាឬក៏មេរ៉ានោះក៏បានកើតទៅជាពងវងត្រកូលមួយខាងចេឡាហៅថាសូរ្យវង្សឬអតិចវង្សឬគឺវង្សសេរីកម្ពុជាតាមប្រវត្តិថាការសម្ព័ន្ធកម្ពុជាមេរ៉ានេះកើតបានជាបុត្រពីរព្រះអង្គហៅថាកម្ពុជាស្មើនឹងបុត្រកម្ពុជាគឺស្រកកវរ្ម័ននិងសិនថវរ្ម័នសោយរាជសន្តិវង្សខាងចេឡាជាប់រៀងដរាមើកដើមឡើយគេមិនសូវឃើញមានប្រើពាក្យកម្ពុជានេះទេតែកាលព្រះបាទជ័យវរ្ម័នទី2បានសោយរាជមានអំណាចខ្លាំងពូកែក៏បានរួបរวมចេឡាលើក្រោមឲ្យជាឯកភាពហើយទើបឃើញមានសិលាចារឹកប្រើពាក្យកម្ពុជាតេចេឬកម្ពុជាទេនៃប្រទេសនៃបុត្រកម្ពុជាចំពោះយោបល់ដែលថាពាក្យខ្មែរកើតមកពីការផ្សំរវាងកម្ពុជានិងមេរ៉ាលោកឆត្រាប្រេមរីឌីនិងលោកព្រះវរីវេប្រេសឺបានមិនសមហេតុសមផលទេព្រោះមិនស្របតាមក្បួនច្បាប់និរុត្តវិជ្ជាទស្សនៈទី2គឺទស្សនៈរបស់លោកឈឹមក្រសែមនៅក្នុងចម្ពោះទី1ស្ដីអំពីដើមកំណើតជាតិខ្មែរយើងមានឱកាសលើកយកទស្សនៈនេះមកលាតត្រដាងរួចម្ដងហើយនៅពេលនេះយើងគ្រាន់តែដកស្រង់យកអន្លើខ្លះបង្ហាញឡើងវិញសម្រាប់បំភ្លឺនៅការសិក្សារបស់យើងតែប៉ុណ្ណោះលោកឈឹមកសេងបានសរសេរថាជាអតិភិបថាខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជារដ្ឋអាស្រ័យនៅក្នុងក្រុងកមេរុរដ្ឋនោះគឺជាប្រទេសរបស់ខ្មែរអំពីបុរាណកាលមកឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរស័ព្ទដើមថាកមេរុដូច្នេះតែតាមសម្លេងជាធម្មតាកមេទំនងដូចឈ្មោះភ្នំព្រះសុមេគេហៅនៅត្រឹមសុមេរលុះយូរមកឈ្មោះនេះបានខ្លាយទៅជាលក្ខណៈទៀតប្រកបនៅសិលាចារឹករបស់ខ្មែរថាក្មេទៅជាសម្លេងផ្សំក្រោយសម័យចេឡាចារឹកមកក៏បានប្រែមកថាជាខ្មែរ
ដូច្នេះបើតាមលោកឈឹមក្រសែងពាក្យខ្មែរបានคล้ายមកពីពាក្យកុមេដែលជាឈ្មោះសម្គាល់ជនជាតិខ្មែរនិងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសឥណ្ឌាម្លេះលោកឆាត់ប្រេមរ៉ឺឌីក្នុងអត្ថបទខ្មែរមកពីណាផ្សាយតាមវិទ្យុជាតិនៅខែកុម្ភៈឆ្នាំ1973បានគាំទ្រទស្សនៈនេះយ៉ាងសកម្មណាស់កុមេក៏ខ្លាចទៅជាខ្មែរក៏កំឡាយបានទៅជាខ្មែរទស្សនៈទី3រលោករស់សារ៉េតក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភារដ្ឋធម្មនុញ្ញហើយដែលចុះនៅថ្ងៃទី16ខែធ្នូឆ្នាំ1971លោករស់សារ៉េតសមាជិកនៃអង្គការជាន់ខ្ពស់នេះបានសរសេរជាអធិភាពថាបើតាមការសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារណាចេះចាំមកឃើញថាប្រទេសខ្មែរដែលកាលពីចំនួនហៅក្រុងខមនោះគឺជាតួដែនដីឬឧបទ្វីបសវណ្ណភូមិដែលភាសាបារាំងហៅថា Le Cosne de Re កាលដែលយើងយកនៃខាងលើនេះមកពោលគឺគ្រាន់តែចង់បង្ហាញឲ្យយើងឃើញថាសវណ្ណភូមិគឺជានគរខេមខមឬហៅថាក្រុងខមដែលមានន័យថាមាសដូចគ្នាពាក្យថាខមនេះបានคล้ายមកជាពាក្យថាកមដែលប្រែមកជាមាសឯស្ដេចដែលសោយរាជបឋមវង្សនៃនគរខមមានព្រះនាមថាកុមេរាជដែលប្រែថាមាសដែរហើយដែលត្រូវនឹងភាសាសៀមថាព្រះថងរួចខ្លាចយាទៅមកគឺជាព្រះថោងដោយដែលយើងធ្លាប់ថារត់មាត់មកហើយហើយអ្វីបានជាជនជាតិខមខ្លាចទៅជាឈ្មោះថាខ្មែរទៅវិញត្រង់នេះប្រហែលមកពីជនជាតិខមនៅពេលជំនេរជេរកាលតរៀងមកទៀតចង់រក្សាតម្លៃរិទ្ធរបស់ខ្លួនដែលធ្លាប់តែល្បីល្បាញខ្លាំងពូកែកាលពីចំនួនកុមេរាជជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយបានជាប្រែคล้ายឈ្មោះពីកមឬក៏ខមមកជាកុមេឬក៏ខុមេហើយដែលយូរមកទៅជាខ្មែររួចទីបំផុតក៏คล้ายមកទៅជាខ្មែរសពថ្ងៃចុះចំពោះពាក្យថាកម្ពុជាវិញមានអត្ថន័យយ៉ាងម៉េចដែរបើយើងបានពិចារណានៅសមិទ្ធកម្មពីខាងលើរួចហើយយើងប្រហែលជាអាចយល់បានដោយងាយអំពីន័យនៃពាក្យថាកម្ពុជានេះនៅក្នុងពាក្យថាកម្ពុជាយើងឃើញថាមានពាក្យកមដែលប្រែថាមាសហើយនឹងពាក្យពូជាដែលប្រែថាពូជពងសំគ្នាទៅជាកម្ពុជាឬកមឬខមឬខ្មែរឬខ្មែរដែលនឹងឯងសរុបសេចក្តីមកយើងអាចសង្ខេបទស្សនៈរបស់លោករស់សារ៉េតក្នុងតារាងខាងក្រោមនេះកមក៏คล้ายទៅជាខមក៏คล้ายទៅជាកុមេក៏คล้ายទៅជាខ្មែរក៏មានកម្លាយប្រែតមកទៅជាខ្មែរក៏មេបុកពុជាទៅជាកម្ពុជាឬកម្ពុជាទស្សនៈទី4របស់លោកពៅឈិនលោកពៅឈិនជាព្រឹទ្ធបរិះនៃក្រុមសាលាសនំសន្សំសុកសង្កាត់លេខ5នៃក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅអរិយធម៌ខ្មែរមើលបោះពុបលេខចុងឆ្នាំ1971ថាពាក្យថាខ្មែរក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គទ្រង់បានប្រាប់ថានៅក្នុងអក្សរសិលាចារឹកពីបុរាណឃើញមានសរសេរខ្មែរយ៉ាងនេះខ្លះដែរប៉ុន្តែព្រះអង្គទ្រង់យល់ថាពាក្យនេះទំនងមកពីមកៈធៈភាសាថាខេមរៈដែលប្រែថាមនុស្សមានសេចក្តីក្សេមហើយសម្រាប់រូបមកពីអធិតតិចកថាខេមੰយសៈអតិតៈខេមរោមួយទៀតពាក្យថាខេមៈមកពីខេបូកនឹងម៉ាក់បូករៈប្រែថាក្សេមល្អការរក្សានៅប្រយោជន៍ដែលបានហើយដូច្នេះត្រង់ពាក្យថាខ្មែរដែលសម្ដេចព្រះសង្ឃរាជព្រះអង្គបានទ្រង់យល់ថាទំនងជាមកពីពាក្យមកធៈពាក្យថាខេមរៈនោះមកតាមការវិចារណារបស់ខ្ញុំយល់ឃើញថាពិតជាមកពីពាក្យថាខេមរៈនោះឯងពីព្រោះការខ្ញុំនៅវត្តពីក្មេងនោះខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្ត្រាសក្តិដែលចាស់ពីបុរាណកាលបានចាសរសេរអក្សរតម្រួតគ្នារបៀបនេះច្រើនណាស់គឺយកព្យញ្ជនៈដើមព្យាង្គទៅត្រួតលើព្យញ្ជនៈប្រកបដោយជាពាក្យថ្មាស្មើនឹងតាមាថ្មេតមស្មើនឹងថែមទាំងធ្វើមើលស្មើនឹងផើមលាក់ដោយអាស្រ័យហេតុដូចបានចង្អុលបង្ហាញខាងលើលោកពៅឈិនជឿថាខមេរៈទៅជាខ្មែរហើយក៏ទៅជាខ្មែរស្រៈឯកើតមកពីការនិយមរបស់ខ្មែរក្នុងការអានស្រៈបាលីសំស្ក្រឹតចំពោះពាក្យខមលោកពៅឈិនបានសរសេរថាមួយទៀតពាក្យថាខមនេះបើតាមពាក្យដែលវាคล้ายមកពីពាក្យដើមថាខមៈបូកនឹងអដែលប្រែមកជាអត់ធន់គួរឬក៏ថាផែនដីនោះវិញក៏បានដែរដោយហេតុថាផែនខ្មែរយើងនេះជាអ្នកទទួលអរិយធម៌ព្រះពុទ្ធសាសនាដែលមានអវិហិង្សាធម៌គឺត្រូវតែមានចិត្តគំនិតអត់ធន់មិនបៀតបៀនមនុស្សសត្វទូទៅជាប្រធានចំពោះពាក្យកម្ពុជាលោកពៅឈិនបានសរសេរថាព្រះថោងនោះបានផ្លាស់នាមប្រទេសពីនគរគោកធ្លើកនោះមកក្រុងកម្ពុជាធិបតីថាបានទៅជាឲ្យឈ្មោះថាក្រុងកម្ពុជាធិបតីវិញនោះពីព្រោះចង់ប្រើជំនួសពាក្យសវណ្ណភូមិប្រែកន្លែងមាសដោយពាក្យទាំងពីរនេះមានន័យថាកន្លែងកើតមាសដូចគ្នាថា
ថាចុះហេតុអ្វីក៏ចាំយកពាក្យថាកម្ពុជាមកប្រើជំនួសពាក្យសវណ្ណភូមិបើពាក្យទាំងពីរមានន័យដូចគ្នាទេត្រង់នេះថាវាមកពីពួកមនដែលគេបានហៅនៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមានៅក្នុងជ្រោយសវណ្ណភូមិជាមួយគ្នានោះគេបានតាំងរដ្ឋអំណាចមួយដែរទស្សនៈទី5របស់លោកមីហាំមន្ត្រីចូលនិវត្តន៍ម្នាក់បានសរសេរក្នុងអត្ថបទពងសាវតាអក្សរខមវាយអង់គ្លេសលេខថានៅប្រទេសឥណ្ឌាមានរដ្ឋមួយដែលហៅថាខមបុតឬខមពុទ្ធៈឬក៏កម្ពុទ្ធឬក៏កម្ពុទ្ធដូច្នេះយើងអាចនឹងយល់បានថាដោយហេតុតែអ្នកស្រុករដ្ឋខមពុទ្ធឬកម្ពុជាមកតាំងទីលំនៅនៅប្រទេសគោកធ្លឹកច្រើនហើយអ្នកទាំងនោះសឹងសុទ្ធសឹងតែជាអ្នកមានចំណេះវិជ្ជាឆាតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លឹកក៏ប្រែឈ្មោះនគរគោកធ្លឹកឲ្យទៅជាកម្ពុជាតរៀងមកឯត្រង់ពាក្យហៅទៅពលរដ្ឋវិញគេហៅកមទៅជាពាក្យពុំស្របតាមពាក្យសម្ដីខ្មែរដូច្នេះគេហៅថាខមទៅវិញដល់ហេតុតែជាជាតិខមស្និទ្ធស្នាលជាមួយអ្នកគោកធ្លឹកទើបគេហៅថាខេមរៈក្លើមរៈដែលคล้ายទៅជាពាក្យថាខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយទើបកែថាខមេប្រែคล้ายទៅជាខ្មែរទស្សនៈទី6គឺលោកហឹមខាន់គឺជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរនៅក្នុងអត្ថបទវីអង្គុលីលេតខមអធិប្បាយលោកបានបញ្យល់ថាពួកនាគដែលបានជាម្ចាស់ដើមនៃប្រទេសឥណ្ឌាបានខ្ចាត់ភ្លាត់មកសវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌឈ្លានពានពួកអរិយៈមុននាគមកដល់គេឃើញដែនដីសវណ្ណភូមិមានម្ចាស់ដើមរួចមកហើយគឺពួកខែនិងពួកមនក៏ប៉ុន្តែលោកអ្នកប្រាជ្ញជាច្រើនបានអះអាងសំអាងស្របថាទីស្ថាននេះទៅអ្នកប្រចាំប្រទេសធ្វើឥណ្ឌូបនិយកម្មតរតែខ្លាយទៅជាប្រទេសឥណ្ឌាទី2តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះពួកមនៈសាមញ្ញជាអ្នកគោរពព្រះអាទិត្យរីឯពួកខែគឺជាខ្មែរយើងនេះជាអ្នកគោរពព្រះច័ន្ទចម្បាំងការកាត់ឡើងរវាងពួកនាគនិងពួកខមេនខមនហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយក៏មួយភាគធំត្រូវខ្លាយទៅជាខែហើយមួយទៀតខ្លាយទៅជាមនតាំងពីការនោះមកនាមនាគក៏កាន់តែបាត់ទៅគេពុំបានប្រកាសថាជនជាតិខែរួមនឹងមនហៅថាខំពីកាលណាទេអ្នកខ្លះហៅខំទៅជាក្រមខ្លំយំខំចាមសៀមលាវលវោក៏មានគេថាខំនេះច្រើនតែមានពណ៌សម្បុរខ្មៅក្នុងសិភៅចិន្តាមនីចែងថាខំឬក៏ខ្មែរគឺជាជាតិសាសន៍តែមួយខ្មែរឬខេមរៈនិងកម្ពុជាមានអីដូចគ្នាទស្សនៈទី7របស់លោកឆត្រាប្រេមរិទ្ធិគឺជាអ្នកប្រាជ្ញស្រាវជ្រាវខ្មែរម្នាក់នៅបរទេសក្នុងអត្ថបទមួយដែលមានចំណងជើងថាខ្មែរមកពីណាផ្សាយតាមវិទ្យុជាតិកាលពីខែកុម្ភៈឆ្នាំ1973លោកបានបញ្ចេញយោបល់របស់លោកថាកាលពីសម័យបុរាណប្រទេសខ្មែរផ្នែកខាងលើហៅថាជាន់លើឯផ្នែកខាងក្រោមហៅថាក្រោមពូជពាក្យនេះបានคล้ายមកជាពាក្យក្រោមពូជរួយកំពូជរួយក៏កម្ពុជាឬក៏ខមទស្សនៈទី8របស់លោកកេងវណ្ណស័កក្នុងសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សារាជាណាចក្រអ៊ីឡូព្រឹទ្ធសភាស្ដីពីការបង្កើតវិទ្យាស្ថានខ្មែរមនកាលពីថ្ងៃទី6កុម្ភៈឆ្នាំ1970លោកកេងវណ្ណស័កបានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យថាខ្មែរនិងកម្ពុជាមានសេចក្តីដូចតទៅពាក្យខ្មែរបានคล้ายមកជាពាក្យកបុកមេហេតុបានទៅជាដូចនេះពីព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារនិងក្នុងសង្គមបានសេចក្តីថាខ្មែរយើងជាអ្នកមេនិយមបុព្វបត្តិកមាននីតិធ្វើន័យរបស់ពាក្យណាមួយដែលមានលក្ខណៈកាន់តែខ្លាំងឡើងដូច្នេះកបុកមេមានន័យថាអ្នកគោរពមេខ្លាំងជាងអ្នកឯទៀតដែលគោរពលំមឬគោរពឪពុកទៅវិញកបុកមេក៏ឲ្យជាសូជាងទៅជាកុំមេខ្មែរក៏មានកម្លាយទៅជាខ្មែរនៃពាក្យនេះកម្ពុជាខ្លាយមកពាក្យកបុកពូជាហើយដែលគេហៅខ្មែរយើងថាពូជាពីព្រោះយើងពុំដែលធ្វើខ្ញុំកញ្ជះអ្នកឯងទៀតឡើយហើយដើម្បីឲ្យឃើញនៃកាន់តែខ្លាំងគេដាក់បបត្តិកពីមុខមកទៅជាកបុកពូជាក៏ពូជាដែលជាអ្នកបាលីសំស្ក្រឹតនិយមសរសេរទៅជាកម្ពុជាដូចនេះទៅវិញសរុបសេចក្តីមកយើងឃើញថាទស្សនៈពាក្យថាខ្មែរខមកម្ពុជានេះមានច្រើនមែនតែមិនទាន់ចុះសម្រុងគ្នានៅឡើយភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅឬគល់ឥណ្ឌាមានតែលោកកេងវណ្ណស័កម្នាក់ទេដែលបានយកឬគល់ខ្មែរមនមកធ្វើជាមូលដ្ឋានក្នុងការពន្យល់នេះគួរក៏សម្គាល់ថាពាក្យខ្មែរនេះច្បាស់ជាបានคล้ายមកពីពាក្យខ្មែរដែលមានន័យនៅសម័យអង្គរ
ដែលបានខ្លាយមកពីពាក្យខ្មែរទៀតសម័យមុនអង្គរគូក៏ស្គាល់ម្យ៉ាងទៀតថាខ្មែរយើងនិយមហៅខ្លួនឯងថាខ្មែរឯប្រទេសយើងហៅថាស្រុកខ្មែរពាក្យថាកម្ពុជាបានខ្លាយមកពីពាក្យកម្ពុជាដែលបានប្រើក្នុងសិលាចារឹកព្រះគោលឬក៏កម្ពុជាទេសបន្ទាយឆ្មាសិលាចារឹកចាមក៏មានប្រើពាក្យកម្ពុជាទេសនេះសម្រាប់សម្គាល់ប្រទេសខ្មែរយើងដែរសិលាចារឹកបាសីចាំក្រុងនៅសតវត្សទី10បានបញ្យល់ថាស្ដេចកម្ពុជាមានដើមកំណើតមកពីឥសីកម្ពុនិងនាងអប្សរមេរាបើដូច្នេះយើងថាពាក្យកម្ពុជាមានជាប់តាក់ទងនឹងស្ដេចឬក៏រាជវង្សនេះច្រើនតើពាក្យកម្ពុជានេះត្រូវគ្នានឹងពាក្យចិនថាចេនឡាឬទេប្រជាជនជាតិនេះច្រើនហៅប្រទេសយើងថាចេនឡាតាំងតែពីចេនឡាជារដ្ឋចំណុះរបស់ហ្វូណឺនរហូតដល់ពេលដែលវាយហ្វូណឺនពង្រីកឲ្យទៅជាចេនឡាធំគឺនៅពេលដែលមានប្រើពាក្យកម្ពុជាទេសឬក្នុងសិលាចារឹកឯជនជាតិយួនក៏បានប្រើពាក្យចិនឡាចេនឡាតមកទៀតសម្រាប់សម្គាល់ប្រទេសខ្មែរនៅសម័យអង្គរគឺសម័យដែលស្ដេចខ្មែរមានឋានន្តរថានាមថាក្រុងកម្ពុជាធិបតីគួរក៏សម្គាល់ជាបន្ថែមទៀតថាពាក្យខ្មែរនេះត្រូវបានជនបរទេសស្គាល់យូរយារណាស់មកហើយចិនហៅយើងថាគីម៉ៅអារ៉ាប់ហៅថាកៅម៉ាចាមហៅថាខ្វីយួនហៅថាកៅមេឬកៅមានសៀមលាវហៅខំចំពោះពាក្យខំនេះលោកពញាអនុមានរាជធនអ្នកប្រាជ្ញថៃខាងអក្សរសាស្ត្រសរសេរក្នុងសៀវភៅរបស់លោកដែលមានអត្ថន័យខាងលើថាពាក្យខំទំនងជាកើតមកពីខខ្មែរបូកនឹងមើនតែដឹងព្រោះខ្មែរយើងមិននិយមហៅខ្លួនឯងថាខំទេមានតែសៀមលាវហើយពួកនេះមានការកោតសពឆ្ងាយចំពោះពួកខំនេះណាព្រោះខំមានសូរសៀងទៅជាខ្មែរបូកមើនជាអ្នកមានអរិយធម៌គង់ខ្ពស់ដែលបានជះឥទ្ធិពលទៅលើពួកសៀមលាវយ៉ាងសម្បើមខមើនក្នុងអំបូរខ្មែរមើនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមកយ៉ាងណាមិញក្នុងអតីតកាលមើនជាជាតិមួយដែលធ្លាប់ធំកាំងរុងរឿងគឺមានទឹកដីធំទូលាយមានប្រវត្តិសាស្ត្រយូរអង្វែងមកហើយដូនតាខ្មែរបុរាណស្គាល់ជាតិមើននេះច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀងនិងបទភ្លេងជាច្រើនដែលមានទំនាក់ទំនងនឹងជនជាតិនេះដូចជាបទមើនមួយទឹកបទសំណាងមើនឡាក់ជនជាតិមើនហៅខ្លួនឯងថាមើនប៉ុន្តែជាតិភូមាបែរជាហៅជាតិនេះថាតាឡាញ់ទៅវិញតើពាក្យមើននេះមានន័យសេចក្តីដូចម្ដេចហើយពាក្យថាតាឡាញ់នេះមានន័យសេចក្តីដូចម្ដេចដែរជនជាតិមើនបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យមើនសម្រាប់សម្គាល់ខ្លួនគេទេហើយបានបញ្ជាក់ទៀតថាតាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះបានពាក្យមើននេះបានទំនងคล้ายមកពីពាក្យបាលីមនុស្សហើយមានន័យថាប្រជាជាតិដែលមានឫទ្ធានុភាពរឹតខ្លាំងពូកែនៅក្នុងសិលាចារឹកបុរាណគេឃើញមានប្រើពាក្យថាមិញដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្តបន្តិចម្ដងដូចតទៅមិញទៅជាមិញទៅជាម៉នទៅជាម៉នសពថ្ងៃនេះជនជាតិម៉នជួនកាលសរសេរថាម៉នជួនកាលសរសេរថាម៉នចំពោះថាតាឡាញ់វិញមានទស្សនៈច្រើនបែបច្រើនយ៉ាងដែលខិតខំពន្យល់នៅទីនេះយើងសូមលើកយកតែ3មកជម្រាបជូនដូចតទៅទី1ទស្សនៈដែលយល់ថាតាឡាញ់คล้ายមកពាក្យតយឡយតយមានន័យថាមច្ឆាទិដ្ឋិជនឯឡយមានន័យថាត្រូវវិនិច្ឆ័យអន្តរាយតឡយមានន័យថាពួកមច្ឆាទិដ្ឋិជនដែលត្រូវវិនិច្ឆ័យអន្តរាយទស្សនៈបែបនេះមានសំអាងលើព្រេងដែលនិទានថាក្នុងអតីតកាលមានព្រះមហាក្សត្រមួយអង្គមានព្រះនាមថាទេសៈសោយរាជនៅនគរថាតើងកាលនោះមានពួកមច្ឆាទិដ្ឋិជនវាញុះញង់ស្ដេចអង្គនេះឲ្យយល់ខុសជាត្រូវដែលបោះបង់ចោលនៅជំនឿព្រះពុទ្ធសាសនាព្រះពុទ្ធរូបទាំងឡាយត្រូវបញ្ជាឲ្យយកទៅបោះបង់ចោលក្នុងទឹកទន្លេគ្រានោះមានកូនស្រីសិទ្ធិម្នាក់មានឈ្មោះហៅថាមត្ថោនាងនោះជាពុទ្ធសាសនិកយកចិត្តទុកដាក់គោរពព្រះពុទ្ធសាសនាខ្លាំងណាស់ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចថ្មិលនោះទេសៈក៏បានស្រង់យកព្រះពុទ្ធបដិមាកខ្លះដែលគេទម្លាក់ក្នុងទឹកទន្លេយកទៅរំកិលទុកក្នុងផ្ទះនាងអាស្រ័យដោយហេតុនោះហើយនាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើងនិងដោយឲ្យដំរីជន់ប៉ុន្តែទោះពេជ្ជឃាតខិតខំប្រើគ្រប់វិជ្ជាបាយយ៉ាងណាក៏ពុំអាចសម្លាប់នាងបានដោយនាងឆ្ងល់ខ្លាំងស្ដេចក៏សួរទៅនាងថាតើនាងចេះមុខវិជ្ជាគិថាអ្វីទេនាងឆ្លើយថានាងពុំមានសិលសាអ្វីក្រៅពីជំនឿដ៏មុតមមលើព្រះពុទ្ធឡើយស្ដេចចេះយល់កំហុសរបស់ខ្លួនក៏វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញបន្ទាប់មកក៏បញ្ជាឲ្យចាប់ពួកមច្ឆាទិដ្ឋិជនទាំងឡាយព្រមជាមួយនឹងញាតិសន្តានទាំងអស់យកទៅកប់ត្រឹមកសម្រាប់ដោយព្យួរពីលើខ្លះទៀតដែលមិនចង់ស្លាប់ដោយវិធីនោះក៏រត់ទៅលោតទឹកធ្វើអត្តឃាតទៅដូច្នេះពួកមច្ឆាទិដ្ឋិជនទាំងឡាយត្រូវស្លាប់វិនិច្ឆ័យអន់រលីងពីនគរ
នៅក្នុងភាសាមនពួកមច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិនិច្ឆ័យអន្តរាយគេនិយាយថាតឡយទើបមានជនខ្លះយល់ស្មានថាយូរទៅជាពាក្យនេះប្រែទៅជាតឡាញ់ដែលជនជាតិភូមិប្រើសម្គាល់ជាតិមននេះឯងទី2ទស្សនៈដែលយល់ឃើញថាតឡាញ់បានមកពីពាក្យភូមិពីម៉ាត់តាននិងឡាញនេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមិម្នាក់ដែលឈ្មោះថាអូឆាន់មយៈសាស្ត្រាចារ្យអក្សរសាស្ត្រនៅសាកលវិទ្យាល័យម៉ាន់តាឡេលោកនេះយល់ឃើញថាតានមានន័យថាទឹកឯឡាញមានន័យថាចម្រើនលូតលាស់ខ្លាំងឬក៏ជាកន្លែងដែលមានទឹកជន់ជោគចំណេរតមកពាក្យតានបានคล้ายមកពាក្យតៈហើយឡាយបានคล้ายជាឡាញនៅទីនេះពាក្យតៈមានន័យសេចក្តីអ្វីឲ្យពិតប្រាកដទេឡាញវិញមានន័យថារលើកឬក៏រលើកធំធំចំពោះអ្នកប្រាជ្ញរូបនេះប្រទេសមនស្ថិតនៅក្នុងប្រទេសភូមាខាងត្បូងសប្តាហ៍ថ្ងៃគឺជាតំបន់ស្ថិតនៅតាមឆ្នេរសមុទ្រហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំនោះសមជាមានឈ្មោះហៅថាតាឡាញណាហើយយូរទៅក៏គេប្រើពាក្យនេះសម្រាប់សម្គាល់ជនជាតិដែលរស់នៅទីនោះតែម្ដងគឺជនជាតិមននឹងឯងទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុសមផលច្រើនគួរយកទៅពិចារណាក៏ប៉ុន្តែគេពុំឃើញប្រើពាក្យនោះក្នុងសិលាចារឹកសម្រាប់សម្គាល់ជនជាតិមនសោះឡើយទស្សនៈទី3ដែលចាត់ទុកថាតឡាញ់ខ្លាយមកពីពាក្យដេលឹងណដែលជាបានមួយស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសឥណ្ឌាតាមទស្សនៈនេះគេយល់ថាជនជាតិឥណ្ឌាកាលពីដើមបានមកធ្វើជំនួញនៅប្រទេសមនហើយបានរៀបការជាមួយនឹងស្រីមនតែលុះដល់ត្រឡប់ទៅស្រុកកំណើតវិញពុំបាននាំប្រពន្ធកូនទៅជាមួយផងទេចំពោះពួកមនជាកូនទាំងនោះហើយដែលគេឲ្យឈ្មោះហៅថាតឡាញ់គឺមានន័យថាគ្មានបាឬក៏កូនឥតបាក៏ប៉ុន្តែចំណេរតពីមកតឡាញ់នេះក៏បានប្រើជាទូទៅសម្រាប់ជនជាតិមនទាំងមូលជាការពិតណាស់ក្នុងបុរាណកាលជនជាតិមននិងមនមានការប្រស័យតាក់ទងទៅនឹងគ្នាជាច្រើនដែលជាភស្តុតាងគឺជនជាតិមនបានទទួលឥទ្ធិពលវប្បធម៌ពីជនជាតិឥណ្ឌាច្រើនដែលមានតួអក្សរពុទ្ធសាសនាថេរវាទជាដើមក្នុងទំនាក់ទំនងរវាងជនជាតិទាំងពីរនេះទំនងជាមានពួកឥណ្ឌាមកពីតំបន់តេលឹងមែនហើយលោកសឺដេសក៏មានយោបល់ដូចគ្នានេះដែរដែលថាដែលយកពាក្យថាតឡាញ់ប្រើសម្រាប់សម្គាល់ជនជាតិមនទាំងអស់ហាក់ដូចជាមិនសមរម្យតាមយោបល់របស់ជនជាតិមនផ្ទាល់ខ្លួនពាក្យតឡាញ់ដែលមានន័យថាកូនឥតបាជារឿងប្រឌិតឡើងសម្រាប់បង្ខូចកេរ្តិ៍ឈ្មោះរបស់ជនជាតិគេប៉ុណ្ណោះតាមការពិតពាក្យតឡាញ់មានន័យថាបាត់បង់ឪពុកឬក៏ឪពុកត្រូវបាត់បង់ហើយបានคล้ายមកពីពាក្យអត្តលញ្ញរៈពាក្យអតិតៈឬអត្តៈនេះមានន័យថាឪពុកឯពាក្យអលញ្ញរៈមានន័យថាបាត់បង់ឬក៏វិនាសតែនៅទីនេះពាក្យអត្តៈពុំមែនសម្គាល់ត្រឹមតែឪពុកជាមនុស្សម្នាក់ឬក៏ច្រើនអ្នកប៉ុណ្ណោះទេតែសម្គាល់នៅទឹកដីទាំងមូលជាកេរដំណែលពីដូនតារបស់ជាតិមនទាំងមូលសូមជ្រាបថាក្នុងគ្រាដែលជនជាតិភូមាវាលោកចូលក្នុងរដ្ឋមនជនជាតិនេះរត់គេចពីភូមិស្រុកដើរបណ្ដាលស្រែយំបណ្ដាលថាអតលញ្ញៈបានសេចក្តីថាទឹកដីឪពុកយើងត្រូវវិនិច្ឆ័យអន្តរាយអស់ហើយតែពាក្យខាងដើមគឺអ៊ីនិងពាក្យខាងចុងឮមិនសូវច្បាស់នៅសល់តែពាក្យតឡញដែលคล้ายទៅជាតឡាញ់តាមសម្ដីរបស់ជនជាតិភូមាតែម្ដងទៅជនជាតិដែលមានឈ្មោះថាមននេះមានគ្នាប៉ុន្មានអ្នកហើយរស់នៅទីណាខ្លះនិងជាពិសេសតើជនជាតិនេះមានប្រវត្តិពីខាងដើមរៀងដូចម្ដេចខ្លះបើតាមព័ត៌មានដែលយើងបានទទួលឃើញថាមនមានចំនួនសរុបប្រហែលជា7លាននាក់ក្នុងប្រទេសភូមាទីកន្លែងដែលជនជាតិនេះរស់នៅច្រើនកកកបំផុតគឺតំបន់ឆ្នេរសមុទ្រតេណាសេរីមនិងបេគូប៉ុន្តែនៅរដ្ឋធានីយ៉ាងគូននៅក្នុងភូមិឆ្ងាយដាច់ស្រយាលស្ថិតនៅខាងលិចនិងមានជនជាតិមនរស់នៅខ្លះដែរជនជាតិមនក្នុងប្រទេសថៃមានចំនួនទៅជាងប្រទេសភូមាហើយច្រើននៅជិតក្រុងបឹងកក់ជុំវិញកាន់បូរីពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅសតវត្សទី18និងទី19នៅលពុលបុរីនៅអនុថៃធានីនិងនៅជិតនគររាជប្រពៃណីប្រវត្តិសាស្ត្របានដំណាលថាជនជាតិមនមានដើមកំណើតនៅត្រង់ថាតើងសុទ្ធធម្មបតីនៅប្រមាណ600ឆ្នាំមុនគឺសករាជម្លេះតែចម្លើយត្រង់សពថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួនល្មមមកចាត់ទុកទីនោះថាជារាជធានីចាស់ឬមួយបុរាណវត្ថុដែលនៅសល់ត្រូវកប់បាត់នៅក្នុងដីអស់ទៅហើយបើយើងពឹងផ្អែកទៅលើឯកសារចិនឃើញថាជនជាតិមនបានបង្កើតរដ្ឋទ្វារវតីនាសតវត្សទី7ដែលមានទីតាំងនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេណាមក្នុងប្រទេសថៃសពថ្ងៃប៉ុន្តែបើតាមការប៉ាន់ស្មានមើលទៅរដ្ឋនេះប្រហែលកើតឡើងនៅមុនសតវត្សទី7ពីព្រោះនៅត្រង់ព្រះបរមនពងទឹកដែលស្ថិតនៅក្នុងរដ្ឋទ្វារវតីគេបានឃើញវត្ថុជាច្រើនដែលមានការកំណត់មុនពាក់កណ្ដាលសតវត្សទី6ចិនប្រហែលជាមិនបានស្គាល់រដ្ឋមុននេះនៅសតវត្សទី7
ពីព្រោះវានៅមិនចំផ្លូវចំនួននៅក្រោយការកំណត់នេះបន្តិចក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆ្មាមនទេវីជនជាតិមឺនបានកសាងរដ្ឋមួយទៀតគឺរដ្ឋហវិបច្ច័យនៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាមប្រភពចិនបានឲ្យដឹងថែមទៀតថារដ្ឋថ្មីមួយត្រូវបានស្ថាបនាឡើងមួយទៀតគឺរាជាណាចក្រហង្សវតីនៅឆ្នាំ825ដោយបងប្អូនភ្លោះ2នាក់ឈ្មោះសមុលនិងវិមលហើយរដ្ឋនេះស្ថិតនៅខាងត្បូងប្រទេសភូមានៅចន្លោះទន្លេអ៊ីស្រាវតីនិងសាល់វិនគេបានដឹងថានៅឆ្នាំ1057ស្ដេចអាណោរ៉ុចដែលបានបង្កើតរដ្ឋភូមាដំបូងគឺរដ្ឋប៊ូកានបានលើកទ័ពទៅវីមឺននៅថាតើងហើយថែមទាំងបានចាប់យកជាឆ្លើយអស់ជាច្រើនទៅជាមួយផងគូក៏សម្គាល់ថាក្នុងចំណោមឆ្លើយទាំងនោះមានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបានផ្សាយអរិយធម៌របស់ខ្លួនទៅដល់ពួកអ្នកឈ្នះមានតួអក្សរលទ្ធិពុទ្ធសាសនាថេរវាទជាដើមមកដល់សតវត្សទី16គឺក្នុងឆ្នាំ1540មេតបភូមិម្នាក់ឈ្មោះមកពីតងអ៊ូបានបង្កើតរាជវង្សថ្មីមួយទៀតហើយលើកទ័ពទៅវាយក្រុងបេគួញធ្វើជារាជធានីរបស់ខ្លួនរហូតទៅដែលបណ្ដាលឲ្យជនជាតិមឺនបាត់បង់ឯករាជ្យអធិបតេយ្យរបស់ខ្លួនហើយចាប់ពីពេលនោះមកក៏អស់មានឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នាហើយចំនួនប្រជារាស្ត្រក៏កាន់តែរលួសទៅរហូតដល់សពថ្ងៃដោយហេតុតែមានការបង្ក្រាបដោយសម្ដេចអង្គាលបន្ទាប់ពីមានការបះបោរទាមទារសេរីភាព2លើកគឺក្នុងរជ្ជកាលស្ដេចបាយណោងម្ដងមួយឆ្នាំ1551ដល់ឆ្នាំ1581និងដោយមេទ័ពអាឡុងផាយ៉ាម្ដងទៀតក្នុងឆ្នាំ1757ហើយប្រហែលជាដោយហេតុនេះហើយបានជាជនជាតិភូមានិយមហៅមឺនថាតាឡាញ់តាលឿងខ្មែរថាធ្លើងក្នុងពាក្យធ្លើងបាសឬក៏អ្នកចូលចិត្តបះបោរ